រឿងតាច័ន្ទរំលាកមានរឿងមួយដំណាលថាកាលនោះមានព្រៃធំមួយមានខ្លាសាហាវតែងខាំមនុស្សជាច្រើននឹងចូលទៅរកបោចផ្ដៅវល់ពុំបានគ្រាន់តែតាច័ន្ទគាត់ចូលទៅបោចវល់ក្នុងព្រៃនោះខ្លាវាបោចចេញពីព្រៃពងនឹងខាំតាច័ន្ទដែលចូលទៅបោចវល់តាច័ន្ទឃើញវាមុនហើយគាត់រកពុទ្ធោថាអោពុទ្ធោពុទ្ធោអើយឆ្នាំនេះឆ្នាំខាលទឹកបែកពីពេញវាលស្លាប់ខ្លាដំរីស្លាប់អស់បាក់សមរគីស្លាប់ខ្លាដំរីគ្មានគង់តូចមួយផ្ដៅអញនេះអាណាវែងអញព្យួរកូនចៅអាណាខ្លីអញព្យួរត្បាល់អនរែអោសត្វទាំងឡាយអើយក្នុងឆ្នាំខាលនេះនឹងស្លាប់អស់ហើយគ្មានគង់ទេតាច័ន្ទនិយាយរាប់ពុទ្ធោយ៉ាងនេះជាច្រើនដងខ្លាស្ដាប់បានឮច្បាស់គិតថាគូអញសួរតានេះចង់ដឹងមើលទើបខ្លាសួរទៅតាច័ន្ទវិញថាតាអើយតាក្នុងឆ្នាំខាលនេះទឹកធំមែនឬតាច័ន្ទធ្វើភ្ញាក់និយាយទៅនឹងខ្លាថាអោចៅឆ្នាំនេះទឹកធំណាស់បានជាតាភ័យនឹងកូនចៅទើបតារកផ្ដៅដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹកខ្លាក៏មានចិត្តផិតភ័យនឹងពាក្យតាច័ន្ទគិតខ្លាចស្លាប់ក៏ចូលមកចិត្តហើយនិយាយនឹងតាច័ន្ទថាតាអើយអាណិតចងព្យួរខ្ញុំឲ្យផុតពីទឹកផងបានឬទេតាច័ន្ទឆ្លើយថាបានមិនអីទេចៅអង្គុយមកចាំតានៅទីនេះសិនចុះខ្លាក៏ចូលមកអង្គុយចាំលុះតាច័ន្ទបោចវល់ផ្ដៅបានក៏ត្រកួនធ្វើជារង្វង់កហើយចូលទៅចងចង្កេះខ្លាតាច័ន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្កប់ខ្លាឲ្យលោតឡើងតាច័ន្ទក៏ស្រាវទាញឡើងឲ្យផុតជើងខ្លាពីដីរួចគាត់ចុះមកវិញខ្លាសួរថាតាប៉ុណ្ណេះផុតពីទឹកហើយឬអ្វីតាច័ន្ទឆ្លើយថាផុតហើយចៅតាច័ន្ទក៏កាន់កបិតទៅកាប់ឈើជាដំបូកខ្លាឃើញសួរថាតាកាប់ដំបងធ្វើអ្វីតាច័ន្ទថាកាប់យកទៅផ្ទះក្រែងប្រទះនឹងសត្វឯទៀតវាប្រមាថតាខ្លាឆ្លើយថាគ្មានខ្លាឯណាទេតាមានតែខ្ញុំនេះឯងតែងតែខាំគេរាល់ថ្ងៃតាច័ន្ទដឹងថាអោអានេះជាសត្វកាចបើដូច្នេះអញនឹងវាឲ្យអស់ចិត្តក្នុងគ្រានេះទើបតាច័ន្ទកាន់ដំបងចូលទៅដល់ខ្លាថាចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យក្រែងវារបូតលងទឹកស្លាប់ខ្លាក៏នៅស្ងៀមទើបតាច័ន្ទលើកដំបងវាខ្លាក៏ប្រឹងរើបំរាស់ស្រែករលាករលួសស្បែកហើមខ្លួនជាខ្លាំងមុខគួរវេទនាហើយខ្លាក៏ប្រឹងរើបំរាស់ក្រឡាខាំខ្សែផ្ដៅដាច់គេចរត់ទៅតាច័ន្ទក៏វិលទៅខ្ទាំចាំស្រែវិញនិយាយពីខ្លាដែលរត់ទៅនោះបានទៅជួបនឹងដំរីមួយដំរីឃើញខ្លាបោលក៏ស្រែកសួរថាបងខ្លាឯងភ័យនឹងអ្វីក៏បានជាបងមិនមើលក្រោយសោះខ្លាប្រាប់ទៅដំរីវិញថាបងអើយអាច័ន្ទរំលាកបញ្ឆោតវាខ្ញុំហើមខ្លួនអស់ដំរីសួរថាអាច័ន្ទរំលាកនោះនៅឯណាខ្លាប្រាប់ថាវាធ្វើស្រែនៅមាត់បឹងឯណោះដំរីថាអញនឹងព្រិចឲ្យវាល្អិតកុំឲ្យវាធ្វើបាបគេខ្លាបោលហួសទៅដំរីក៏ដើររកតាច័ន្ទនឹងព្រិចជួបនឹងតាច័ន្ទហើយតែដំរីមិនស្គាល់សួរថាតាស្គាល់អាច័ន្ទរំលាកដែរឬតាច័ន្ទសួរដំរីថាចៅឯងសួររកគាត់ធ្វើអ្វីដំរីថាខ្ញុំខឹងណាស់វាបញ្ឆោតវាយខ្លាហើមខ្លួនអស់តាច័ន្ទឆ្លើយថាតាច័ន្ទក៏នៅខ្ទមស្រែត្រៃខាងមាត់បឹងឯណោះខ្ទមគាត់សនោះឯងដំរីថាតាអាណិតជូនខ្ញុំទៅបើខ្ញុំព្រិចវាស្លាប់បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់
ច័ន្ទឆ្លើយថាតាអូនណាចៅអើយប៉ុន្តែទឹកបឹងនេះជ្រៅណាស់តាទៅមិនរួចទេដំរីថាបើទឹកជ្រៅតាជិះលើក្បាលខ្ញុំមកតាច័ន្ទឆ្លើយថាបើដូច្នេះទៅក៏ទៅតាច័ន្ទក៏កាន់កំបិតព្រាមួយទៅផងលុះទៅបានចម្ងាយមួយស្រែតាច័ន្ទក៏កាប់ក្បាលដំរី 3-4 កំបិតមុតចេញឈាមដំរីក៏គេចបោលមកវិញដល់គោករលាស់ទម្លាក់តាច័ន្ទហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំស្រែកសួរថាបងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះដំរីប្រាប់ថាបងខ្លាឃ្មុំអើយអាចារ្យរំលាកបញ្ឆោកាប់ក្បាលខ្ញុំឈាមអស់ឯខ្លាឃ្មុំក៏ជួយខឹងនឹងដំរីហើយសួរទៅដំរីវិញថាអាចារ្យនោះវានៅឯណាដំរីប្រាប់ថាវានៅធ្វើស្រែនៅមាត់បឹងធំឯណោះដំរីក៏បោលបាត់ទៅខ្លាឃ្មុំក៏មានចិត្តខឹងគុំគួនប្រមាថនឹងខាំបំបីក្បាលតាច័ន្ទឲ្យស្លាប់លុះថ្ងៃក្រោយមកខ្លាឃ្មុំដើរទៅឃើញតាច័ន្ទភ្ជួរស្រែពេលព្រឹកខ្លាឃ្មុំនឹកថានេះហើយតើអាចារ្យរំលាកនោះដូច្នេះអញពួនចាមនៅនេះចោះចាំវាមកចិត្តអញលោតទៅខាំវាឲ្យបានខ្លាឃ្មុំក៏ក្រាបចាំនៅសំយ៉ាបព្រៃតាច័ន្ទមិនដឹងខ្លួនតាច័ន្ទជួស្រែយូរទៅក្រទៅខ្លាឃ្មុំក្រោកអើតមើលមកតាច័ន្ទឃើញខ្លាឃ្មុំអើតដូច្នេះក៏គិតថាសត្វនេះវាចង់មកប្រមាថធ្វើទុកដល់អញទៀតហើយតាច័ន្ទប្រុងខ្លួនហើយវាដេញក្របីថាអានាងខំទាញឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពី3សម្បុកកំពុងពេញទឹកផ្អែមតាច័ន្ទគាត់ថាយ៉ាងនេះជាច្រើនដងខ្លាឃ្មុំឮច្បាស់ក៏មានចិត្តចង់ស៊ីឃ្មុំហើយឆ្លើយមកនឹងតាថាតាចែកខ្ញុំស៊ីផងតាច័ន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថាចៅអើយឃ្មុំតាតែពី3សម្បុកទេទុកឲ្យក្របីវាស៊ីមួយម្នាក់សោះញ័រខ្លួនបើចៅចង់ស៊ីចូលមកនិយាយគ្នាសិនខ្លាឃ្មុំក៏ចូលមកអង្គុយតាច័ន្ទថាបើចៅចូលចិត្តស៊ីដែរនឹងឲ្យស៊ីទាំងអស់តែម្ដងទៅខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរតែតាគិតថាចៅឯងឲ្យតាបានទឹកឃ្មុំភ្ជួរស្រែបានមួយព្យាមចោះតានឹងឲ្យចៅស៊ីទាំងសម្បុកតែម្ដងឯក្របីតាឲ្យវាអត់សិនទៅចោះសឹមរកទៀតខ្លាឃ្មុំស្ដាប់ត្រូវចិត្តនឹងចំណីនោះព្រោះត្រូវចំណងរបស់ខ្លួនក៏ខំអរណាស់ថាបើដូច្នេះឲ្យតាដោះក្របីចេញចោះតាច័ន្ទក៏ដោះក្របីចេញមួយរំពេចខ្លាឃ្មុំក៏ចូលទៅឲ្យតាច័ន្ទទឹមដាក់ខ្សែទៀមចងរត់រួចស្រេចតាច័ន្ទក៏ស្ទុះទៅកាន់កន្ទុយយាមនង្គ័លហើយដេញថាអានាងខំឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីរសម្បុកកំពុងពេញទឹកខ្លាឃ្មុំក៏ខំប្រឹងទាញនង្គ័លពុំកំរើកឡើយតាច័ន្ទក៏ខឹងក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំក៏ខំប្រឹងរើបំរះតាច័ន្ទវាយខ្លាំងណាស់ដល់ទៅបែកហើមខ្លួនទាំងមូលលុះខ្លាឃ្មុំរើរួចបោទៅជួបនឹងចចកសួរខ្លាឃ្មុំថាបងខ្លាឃ្មុំបោលអីគ្មានមើលក្រោយម្លេះខ្លាឃ្មុំប្រាប់ទៅវិញថាបងចចកអើយអាចារ្យរំលាកវាបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ហើយខ្លាឃ្មុំបោលទៅចចកក៏អួតថាបើដូច្នេះទុកឲ្យអញទៅហែកលបតាច័ន្ទយកត្រីចែកគ្នាស៊ីឲ្យអស់កុំទុកឲ្យវាឡើយលុះព្រឹកឡើងតាច័ន្ទគាត់កាន់កំបិតកំព្រាមួយនិងច្រវាមួយទៅលើលបគាត់ក្នុងបឹងនិយាយពីចចកមកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយចចកក៏បបួលខ្លាត្រីថាបងខ្លាត្រីទៅស៊ីត្រីនឹងអញខ្លាត្រីតបថាបងចចកឯងបានត្រីពីណាចចកថា
អញទៅហែកលបអាចារ្យរំលាកចែកគ្នាស៊ីខ្លាព្រមតាមចចកក៏មកអង្គុយនៅមាត់បឹងយូរបន្តិចឃើញតាច័ន្ទអុំទូកមកចចកសួរថាតាស្គាល់អាចារ្យរំលាកដែរតាច័ន្ទថាស្គាល់ដែរតែអាចារ្យនោះវានៅត្រើយបឹងខាងឯណោះទេចចកថាបើដូច្នេះអាណិតជូនខ្ញុំទៅបើខ្ញុំហែកលបវាបានត្រីខ្ញុំចែកតាពាក់កណ្ដាលតាច័ន្ទថាទៅក៏ទៅត្បិតលបតាក៏វាពុំត្រូវផងថាហើយចចកក៏លោតទុំក្បាលទូកតាច័ន្ទថាចៅកុំទៅអង្គុយក្បាលទូកវាលិចណាមកអង្គុយខ្ទង់មុខតាឯនេះទៅវាមិនលិចចចកក៏មកអង្គុយនៅមុខតាច័ន្ទហើយហៅខ្លាត្រីថាមកបងប្រញាប់នឹងអាលទៅខ្លាត្រីថាបងចចកអញមិនហ៊ានទៅទេអញក្រែងតាច័ន្ទហើយនេះចចកបែរមើលក្រោយថាមិនមែនទេតាច័ន្ទក៏នៅស្ងៀមខ្លាត្រីក៏ឡើងមកអង្គុយទៅគ្នានឹងចចកតាច័ន្ទគាត់អុំទុកទៅប្រមាណជា10ព្យាមពីច្រាំងគាត់កាប់ក្បាលចចកមួយកំបិតចចកលោតធ្លាក់ទឹកខ្លាត្រីក៏លោតទឹកទាំងអស់គ្នាខ្លាត្រីបន្ទោសចចកថាអញថាតាច័ន្ទហើយឯងថាមិនមែនតាច័ន្ទទេចចកថាកុំមាត់ខំតែហែលទៅសត្វទាំងពីរក៏ហែលដល់គោកហើយបោលទៅតាច័ន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះបានសេចក្តីសុខសប្បាយក្រោយមកតាច័ន្ទមានចិត្តសង្វេគថាអោសត្វទាំង4នេះនឹងចងវេរានឹងអញតទៅមុខទៀតពុំលែងហើយវានឹងធ្វើបាបអញជាមិនខានដូច្នេះគូអញទិញដែកឲ្យច្រើនធ្វើកំបិតកោដងដែកឲ្យបាន50ឬ60ទុកបំរុងការពារខ្លួនដែលស្លាប់ទៅតាច័ន្ទធ្វើកំបិតបានស្រេចហើយកូនក៏ហៅកូនចៅមកផ្ដាំថាបើអញស្លាប់ទៅហើយយកអញទៅកប់ឲ្យយកកំបិតទាំងអស់នេះទៅដាក់លើភ្នោកំខានចូលជីកលបឲ្យចិត្តលួសដល់ 4-5 ថ្ងៃឲ្យកូនចៅទៅមើលភ្នោអញកំខានតាច័ន្ទផ្ដាំកូនចៅរួចហើយគាត់ក៏មានជំងឺឈឺខ្សែទៅកូនចៅក៏យកខ្មោចតាច័ន្ទទៅកប់ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាននិយាយពីសត្វទាំង4ដែលមានវេរានឹងគ្នានោះការតាច័ន្ទស្លាប់ទៅបាន3ថ្ងៃសត្វចចស៊ើបដឹងថាតាច័ន្ទស្លាប់ក៏ទៅប្រាប់ខ្លាឃ្មុំប្រាប់ដំរីប្រាប់ខ្លាធំភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាច័ន្ទរំលាកស៊ីចចកាយចុងជើងខ្លាឃុំក្បាក់ខ្លាឃ្មុំកាយក្បាលខ្លាធំកាយកណ្ដាលខ្លួនឯដំរីឈរចាំមើលឃើញសត្វទាំង3មុតជើងពីការជាខ្លាំងដួលដេកអស់ដំរីខឹងនឹងខ្មោចតាច័ន្ទថាឈើអាចារ្យកាច់តាំងពីនៅរស់តើតែស្លាប់មិនលែងកាចសោះទុកឲ្យអញឈូសតែម្ដងឲ្យពើងខ្មោចមកនៅលើគោកដំរីខឹងណាស់លើកជើងឈូសជាខ្លាំងត្រូវនឹងកំបិតមុតពេញជើងនិងដេកដួលទាំងអស់គ្នាដល់កំណត់ថ្ងៃ7កូនចៅតាច័ន្ទក៏នាំគ្នាទៅមើលខ្មោចស្រាប់តែឃើញដំរីខ្លាចចស្លាប់ខាងភ្នោក៏នាំគ្នាពន្លះយកសាច់ស្បែកឆ្អឹងភ្លុកមកលក់យកប្រាក់ធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យខ្មោចតាច័ន្ទរំលាកជាសម្រេចផងរឿងអន្តរាយរិទ្ធនៃសត្វអសតរលោកអ្នកដែលឮឬទេចាស់តែនិយាយតគ្នាមកថាសត្វអសតរគឺសេះពីដើមមកជាសត្វវិសេសចេះហោះហើរដើរលើអាកាសបានតែតមកខាងក្រោយក៏ត្រូវគេកាត់សរសៃហោះចោលទៅដូចមានស្នាមនៅជើងអសតរជាផធោតាងស្រាប់តែពុំដឹងជាអ្នកឯណាកាត់ហើយកាត់នោះតើដោយអ្វីពុំមានចែងច្បាស់លោកអ្នកដែលបានឃើញឬទេសត្វអសតរកាន់ចរិតមួយជាប់ជានិច្ចគឺថាសត្វពួកនេះតែជួបគ្នាវេលាណា
តែងចូលទៅហិតមាត់គ្នាជាដរាបដែលវាប្រព្រឹត្តដូចនេះដោយមានហេតុរឿងដើមដូចម្ដេចចាស់បានដំណាលមកថាក្នុងសម័យបឋមកំបងមកសត្វអាសតរទាំងឡាយចេះហោះជ្រៀងជ្រែកលើអាកាសឥតទើសទាស់តែសត្វទាំងនោះពុំទាន់កើតសម្បូរដោយសពថ្ងៃនេះទេមានតែនៅក្នុងវត្តជាយានជំនិះរបស់អ្នកបួសដែលកាន់ធម៌សុចរិតសម្រាប់ជិះហោះទៅយកចង្ហាន់នៅឧត្តរករុទ្វីបម្ដងមានសម័យថ្ងៃមួយនោះព្រះមហាក្សត្រចាត់អាមាត្យដាំបាយមធុបាយយ៉ាយកទៅប្រគេនលោកអ្នកបួសទាំងនោះលោកក៏ទទួលទុកដើម្បីឆាន់ដល់ទៅថ្ងៃត្រង់តែម្ដងហើយបានទុកដាក់យ៉ាងប្រយ័ត្នគឺលោកដាក់ក្នុងសម្រែហើយចងព្យួរទុកយ៉ាងខ្ពស់ជិតដល់ទៅដំបូលកុដិរួចលោកនាំអ្នកបួសជាបរិស័ទចូលទៅស្វែងសមាធិនៅក្នុងព្រះវិហារដើម្បីថ្វាយព្រះរាជកុសលដល់ព្រះមហាក្សត្រដែលជាម្ចាស់ទានលុះចប់កិច្ចហើយលោកក៏នាំបរិស័ទមកកុដិវិញនៅឱកាសដែលលោកប្រជុំស្វែងសមាធិនោះសត្វអាសតរធំខ្លាំងក្រអូបបាយមធុបាយយ៉ាទ្រាំពុំបានក៏ហោះចូលទៅក្នុងកុដិហើយកយគុណរកស្រង់តាមក្លិនទៅឃើញមធុបាយយ៉ាព្យួរទុកលើសម្រែកក៏យកមកបរិភោគអស់រលីងឥតមានសេះសល់ហើយហោះចេញទៅកាន់ទិសកន្លែងរបស់ខ្លួនវិញលុះដល់ពេលថ្ងៃត្រង់លោកប្រជុំពួកអ្នកបួសជាបរិស័ទដើម្បីចែកមធុបាយយ៉ានោះព្រោះជាបាយត្រកាលណាស់មានតែព្រះមហាក្សត្រទើបមានសោយលុះលោកអ្នកបួសមកប្រជុំហើយក៏បង្គាប់ឲ្យសាមណេរមួយរូបឲ្យឡើងលើធ្នើបង្ហូតសម្រែកចុះមកស្រាប់តែសាមណេរនោះស្រែកឡើងថាពុំឃើញមានអ្វីនៅក្នុងកញ្ជើលើសម្រែកថាហើយក៏ស្រែកខ្សែបង្ហូតសម្រែកនោះចុះមកលោកគ្រូចៅអធិការនឹកហួសចិត្តណាស់ក៏លាន់ព្រះអស់ថាយើឯងឥតចង្ហាន់តាំងពីព្រឹកថាទុកពោះឲ្យទំនេរដល់ថ្ងៃត្រង់នឹងឆាន់បាយមធុបាយយ៉ាឲ្យពេញទំហឹងតែម្ដងព្រោះក្នុងមួយជាតិកុំរកបានបាយត្រដាលបែបនេះឆាន់ណាស់អោកម្មអញអើយឥឡូវនឹងឲ្យដណ្ដើមបាយមិនទាន់ព្រោះថ្ងៃជ្រេពីត្រង់ទៅហើយណាហើយអស់លោកនិមន្តទៅវិញចុះចាំស្អែកសឹមបិណ្ឌបាតឆាន់ទៅពួកអ្នកបួសនិមន្តចុះពីកុដិលោកគ្រូចៅអធិការអស់ទៅរីឯលោកគ្រូចៅអធិការនាការមានហេតុក៏នាំឲ្យមានវិតកៈដូចនេះហើយក៏លោកនិមន្តចូលទៅក្នុងកុដិសង្ងំស្មឹងសមាធិដំឡើងមេកច្ឆារមើលមើលហេតុភេទទៅឃើញច្បាស់ថាមានសត្វអាសតរមួយហោះចូលមកបរិភោគមធុបាយយ៉ានោះអស់ទៅទើបលោកហៅប្រជុំពួកអាសតរទាំងប៉ុន្មានមកពិសោធន៍ក្នុងចំណោមអាសតរទាំងនោះអាសតរជាតួចោក៏ចូលមកប្រជុំដែរតែអាសតរទាំងប៉ុន្មានបាននាំគ្នាបដិសេធពាក្យចោទទាំងអស់លោកគ្រូចៅអធិការក៏ជ្រាបច្បាស់ថាតួអាសតរណាក៏ចោទដែរតែមិនមែនបានផ្ចាញ់ផ្ចាលទេដោយលោកពិចារណាទៅឃើញថាតួអាសតរចំណេរទៅមុខបើនៅតែមានរិទ្ធហោះហើរលើអាកាសបានដូចនេះមុខជានឹងធ្វើអន្តរាយផ្សេងដល់ពួកមនុស្សខ្លាំងណាស់ទើបលោកមានពុទ្ធដីកាថាចាប់ដើមពីថ្ងៃនេះតទៅអញនឹងបន្ថយរិទ្ធឯងរាល់គ្នាឲ្យសមនឹងសភាពរបស់ឯងដែលល្មមទៅរួមជាមួយនឹងពួកមនុស្សលោកបានលុះលោកបានប្រាប់ដូចនេះហើយទើបលោកយកកំបិតកោវាកាត់សរសៃហោះរបស់ពួកសត្វអាសតរទាំងនោះចេញហើយលោកប្រាប់ថាតាំងពីថ្ងៃនេះតទៅត្រូវឯងរាល់គ្នាទៅជាសត្វបម្រើមនុស្សលោកដើម្បីដោះថ្លៃមធុបាយយ៉ាដែលមនុស្សទាំងឡាយគេចិញ្ចឹមអ្នកបួសចាប់ដើមពីនោះមកសត្វអាសតរទាំងប៉ុន្មានលែងចេះហោះហើរបានទៀតក៏មានសេចក្តីតូចចិត្តទោមនស្សខឹងនឹងអាសតរដែលរកមុខពុំឃើញក្នុងកិច្ចប្រព្រឹត្តចោរកម្មនោះទើបនាំគ្នាតាំងប្រាជ្ញាថានឹងស៊ើបរាប់មុខឲ្យឃើញប្រកបហើយនឹងត្រួតគ្នាធ្វើទណ្ឌកម្មឲ្យធ្ងន់ពេញកម្លាំងតែម្ដងហេតុនេះហើយបានជាអាសតរទាំងឡាយ
តែកាលណាបានជួបគ្នាវាតែងហិតគ្នាទៅវិញទៅមកលុះហិតបានក្លិនទៅវិញទៅមកឃើញដូចជាក្លិនមត្ថុបាយយ៉ាក៏ចោលគ្នាទៅវិញទៅមកហើយស្រែកប្រកែកដោយសំឡេងយ៉ាងខ្លាំងថាទេរឿងស្រីក្ងោកមាសដើមឡើយមានបុរសម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលែងនិងស្រីសាវកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកក្លើនិងមនុស្សគ្រូបីតែមិនដូច្នេះបុរសនោះបានយកស្រីទាំង4នាក់នោះជាប្រពន្ធនិងយកមនុស្សគ្រូបីជាក្លើដើម្បីលបងមើលថ្ងៃមួយក្ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបុរសនោះឯបុរសនោះគិតពិសោធន៍មើលក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ីរួចបុរសយកមន្តគោកមួយទៅកាប់ធ្វើម្ហូបបរិភោគពេលនឹងបរិភោគបុរសនោះបានយកប្រពន្ធទាំង4នឹងក្លើនោះទៅបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏ធ្វើភ្លុកហើយនិយាយថានេះគឺជាសាច់ក្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីក្រោយពីនោះដល់ក្ងោកបានស្ដេចបានឲ្យប៉ៅគង់សួររកក្ងោកនោះនាងស្រីប្តីលែងនិងនាងស្រីសាវកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកអាប៉ៅគង់ទៅថាប្តីយើងបានលួចកាប់ក្ងោករបស់ស្ដេចយកសាច់ស៊ីកុំទៅជួយបិទបាំងថ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នេះមិនល្អទេស្រីសាវកែនិងស្រីប្តីលែងថាទោះបីនាងឯងមិនចូលចិត្តគំនិតរបស់យើងក៏គង់តែយើងប្តឹងអ្នកប៉ៅគង់ដែរថាហើយស្រីទាំងពីរអ្នកនោះប្តឹងអ្នកប៉ៅគង់តាមដំណើរថាប្តីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ីគ្រាន់តែឮដូច្នេះភ្លាមអ្នកប៉ៅគង់ក៏ចាប់បុរសនោះទៅថ្វាយស្ដេចទូតាមដំណើរស្ដេចឲ្យនាំបុរសនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំឃ្លាំងពុំព្រមបើកទ្វារហើយក៏សួរថាអ្នកនាំមនុស្សទោសនេះមកតើមានជំនុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំពាក្យថាកាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ50វេលាយប់មួយមានចៅជីកអមលចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅក្នុងអមលវិញទាំងអស់ឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាវាទៅខាំចោលក្នុងអមងនោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នេះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែតែនោះចោលអស់ទៅលុះធំអសោចខ្មោចចោលឡើងទៅមើលឃើញចោលស្លាប់ដូច្នេះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបំរើស្ដេចដែលទ្រង់ព្រះរាជបញ្ជាឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញលួស្ដេចសួរបុរសនោះពីរឿងសម្លាប់ក្ងោកមាសបុរសក្រាបទូលថាក្ងោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេគឺបានទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ទទួលព្រះរាជទាននោះគឺមន្តគោកទេស្រេចទ្រង់ឲ្យយកក្ងោកនោះមកវិញហើយទ្រង់លើកលែងទោសបុរសនោះឯស្រីទាំងពីរនាក់ដែលប្តឹងពីបុរសជាប្តីថាសម្លាប់ក្ងោកនោះត្រូវបុរសជាប្តីនោះលែងចោលទៅរឿងបុរសកាស30កាលពីព្រៃនាយមានបុរសម្នាក់នៅស្រុកមួយឪពុកម្ដាយស្លាប់ទៅនៅកំព្រាតែម្នាក់ឯងហើយក្រលំបាកណាស់គ្មានទ្រព្យសម្បត្តិអ្វីទេមានតែកាក់30ច្រកក្នុងតីក្រវ៉ាត់ជាប់នៅចង្កេះជានិច្ចបុរសនោះពិចារណាថាអញនៅទីនេះពឹងអ្នកណានឹងបានសុខគិតទៅឃើញថាគូអញទៅជ្រកកោននឹងលោកក្រឡាហោមចោះហ
ហើយក៏ដើរចេញពីផ្ទះទៅដល់ក្រាបសំពះតាមសំគួរលោកក្រឡាហោមសួរថាជីឯងមកពីស្រុកណាមានការអ្វីបុរសនោះជម្រាបថាខ្ញុំបានមកពីស្រុកឆ្ងាយឪពុកម្ដាយស្លាប់ចោលអស់ហើយនៅកំព្រាតែម្នាក់ឯងខ្ញុំបានមកនេះនឹងសូមជ្រកកោននៅបំរើជាកូនក្មួយតទៅសូមប្រដេកជាប្រគុណមេត្តាលោកនោះសួរថាជីឯងចេះអក្សរលំមធ្វើជាស្មៀតបានឬទេបុរសជម្រាបថាអក្សរខ្ញុំបាទមិនចេះទេលោកក្រឡាហោមប្រាប់ថាយើងទទួលឲ្យនៅបានតែត្រូវឲ្យជីឯងបោះសម្រាមក្រោមផ្ទះយើងរៀងរាល់ថ្ងៃកុំខានបុរសនោះក៏នៅបម្រើបោះក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន3ឆ្នាំថ្ងៃមួយនោះបុរសកាស30សួរមេដាលោកក្រឡាហោមថាលោកយាយតើលោកក្រឡាហោមជាកូនលោកយាយកើតឆ្នាំខែថ្ងៃអ្វីបានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម្ល៉េះយាយនោះប្រាប់ឆ្នាំខែថ្ងៃនិងពេលដែលកើតសំគ្រប់បុរសបានស្ដាប់ចាំប្រកាសពិចារណាថាគូអញកត់ឆ្នាំខែថ្ងៃនិងពេលរបស់លោកសទ្ធិនោះដាក់ក្នុងដៃឲ្យជាប់គិតហើយក៏យកកំណាត់សម្ពុតចាស់កត់ឆ្នាំខែថ្ងៃនិងពេលដែលលោកនោះកើតហើយដាក់ក្នុងដៃមិនឲ្យអ្នកឯណាដឹងឬឃើញឡើយថ្ងៃក្រោយលោកក្រឡាហោមសួរបុរសកាស30ជីឯងមកនឹងយើងយូរឆ្នាំហើយពុំទាន់បានធ្វើរាជការនឹងគេចោះជីឯងកើតឆ្នាំខែថ្ងៃអ្វីបុរសនោះជម្រាបថាខ្ញុំបាទមិនចាំតែកាលឪពុកម្ដាយខ្ញុំបាទនៅរស់គាត់បានកំណត់កត់នឹងកំណត់សម្ពុតសមួយមកឲ្យខ្ញុំបាទក៏ទុកមកដល់សពថ្ងៃតែមិនដឹងជារឿងអ្វីពីព្រោះខ្ញុំមិនចេះអក្សរលោកក្រឡាហោមថាបើដូច្នេះជីឯងឲ្យកំណាត់នោះមកអញមើលបុរសនោះក៏ជូនកំណាត់ទៅលោកមើលទៅឃើញកើតថ្ងៃខែឆ្នាំនិងពេលដូចជាលោកដែរក៏គិតក្នុងចិត្តថាចៅនេះកើតឆ្នាំខែថ្ងៃដូចអញដែរគង់មើលទៅរូបរាងរឹកពីវាក៏សំសួនចៅនេះនឹងបានធ្វើជានិមឺនធំដូចអញមិនខានហើយកាន់កំណាត់នោះចូលទៅក្នុងបង្ហាញរួចខ្សឹបប្រាប់ភរិយាថាគេហៅអើយបុរសជាកូនក្មួយយើងដែលបោះសម្អាតក្រោមផ្ទះយើងសពថ្ងៃនេះវាកើតឆ្នាំខែថ្ងៃដូចអញមើលទៅរឹកពីសាច់ឈាមវាក៏សំសួនផងទៅមុខវានឹងបានធ្វើជាសេនាបតីដូចយើងហើយលោកនោះប្រឹក្សានឹងប្រពន្ធថាកូនស្រីយើងមួយនេះគួរឲ្យទៅវាធ្វើភរិយាចោះខ្លួនវានឹងធ្វើជានិមឺនធំតវងយើងភរិយាក៏ព្រមលោកនោះចេញមកវិញប្រាប់បុរសនោះថាពីថ្ងៃនេះតទៅឯងឈប់បោះសម្អាតក្រោមផ្ទះចោះត្រូវឯងឡើងមកបោះលើផ្ទះវិញកន្លងមកមួយខែលោកក្រឡាហោមរៀបវិវាហមង្គលការផ្សំគុំកូនស្រីនិងបុរសកាស30ជាស្វាមីភរិយារួចស្រេចលោកក្រឡាហោមក៏បង្ហាត់បង្ហាញកូនប្រសាឲ្យធ្វើជារាជការជាមួយតែចូលគាល់បំរើស្ដេចរៀងរាល់ថ្ងៃដរាបមកលុះកន្លងមកបាន3ខែមានគេជម្រាបថាកូនប្រសាលោកមិនមែនកើតឆ្នាំខែថ្ងៃដូចលោកទេរឿងនេះគឺបុរសនោះសួរឆ្នាំខែថ្ងៃរបស់លោកអំពីសំណាក់លោកយាយជាមេដាឯលោកយាយក៏បានប្រាប់ដោយសពគ្រប់កូនប្រសាលោកបានស្ដាប់ដឹងអស់ហើយក៏សរសេរចុះក្នុងកំណាត់សម្ពុតសទុកលួសដល់លោកសួរឆ្នាំខែថ្ងៃខ្លួនក៏ជូនកំណាត់នោះមកលោកមើលទៅឃើញថាកើតឆ្នាំខែថ្ងៃដូចលោកក៏ឲ្យកូនក្រមុំធ្វើជាភរិយារឿងនេះមិនមែនដូច្នេះទេគឺខ្លែងសរសេរទុកជាប្រកាសលោកក្រឡាហោមក៏ជឿឥតសង្ស័យហើយមានចិត្តតោមនោជាខ្លាំងគិតថាមិនគួរនឹងចាញ់ប្រាជ្ញាមនុស្សកំសត់នេះសោះ
ក៏រកឧបាយនឹងផ្ដាច់កូនបណ្ដេញចោលចេញក្រោយមកមានមេទ័ពចោលបោះបល់នៅខេត្តក្រៅជាច្រើនស្រេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោមឲ្យនាំសេនាទាហានទៅបង្ក្រាបប៉ុន្តែពួកទ័ពចោលមិនបានរៀបទេការបើដូច្នេះលោកក្រឡាហោមក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្រេចវិញស្រេចត្រាស់ប្រើឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោលទៀតលោកក្រឡាហោមក៏លើកទ័ពត្រឡប់មកវិញយកសេចក្តីក្រាបបង្គំទូលថាទូលព្រះបង្គំជាខ្ញុំលើកទ័ពទៅបង្ក្រាបចោល2 ដងហើយនៅតែមិនឈ្នះវាព្រោះពួកវាមានសេនាទាហានច្រើនហើយពូកែផងទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបានត្បិតមានជំងឺក្នុងខ្លួនច្រើនសូមទ្រង់ចាត់មន្ត្រីណាមួយដែលមានស្វាហាប់ឲ្យនាំសេនាទាហានទៅបង្ក្រាបចោលទាំងនោះឲ្យឆាប់ឯកុំប្រសាប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំជាមនុស្សមានចិត្តទាហានក្លាហានដែរចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើនបើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាចការដែលលោកក្រឡាហោមទូលដូច្នេះគឺជាឧបាយដែលសោកកូនប្រសាខ្លួននោះណាព្រោះយល់ថាបើវាលើកទ័ពទៅហើយទ័ពចោលទាំងនោះនឹងសម្លាប់វាមិនខានស្រេចទ្រង់ព្រះសម្ដាប់ក៏ទ្រង់ឲ្យហៅកូនប្រសានោះមកទ្រង់មានព្រះរាជអង្គការប្រាប់ថានៅខេត្តក្រៅមានទ័ពចោលបោះបោច្រើនឥឡូវយើងប្រើអ្នកឯងឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោលទាំងនោះអ្នកឯងហ៊ានទៅឬទេបើហ៊ានទៅហើយឈ្នះចោលផងយើងនឹងឲ្យរង្វាន់បុរសនោះទូលថាទូលព្រះបង្គំជាខ្ញុំហ៊ានទទួលទៅធ្វើរាជការថ្វាយទ្រង់មានព្រះរាជអង្គការថាបើដូច្នេះចូលអ្នកឯងនាំសេនាទាហានទៅឆាប់បុរសថ្វាយបង្គំលាមកផ្ទះជម្រាបលោកក្រឡាហោមជាបិតាក្មេកតាមរឿងគ្រប់ប្រការរួចលើកទ័ពចេញទៅទ័ពចោលបានដឹងក៏លើកទ័ពមកតាំងច្បាំងគ្នាជាខ្លាំងក្លាទ័ពចោលទ្រាំពុំបានក៏បរាជ័យបាក់បោទ័ពខ្លាយរត់ខ្ចាត់ខ្ចាយវិនាសអស់ទៅបុរសលើកទ័ពបង្ក្រាបរៀបគ្រប់អន្លើរួចនាំសេនាទាហានត្រឡប់មកវិញក្រាបបង្គំគាល់ទូលរឿងចម្បាំងនឹងទ័ពចោលសោកគ្រប់សេចក្តីស្រេចជ្រាបទ្រង់មានព្រះអំណរពន់ប្រមាណឯលោកក្រឡាហោមដឹងថាកូនប្រសាលើកទ័ពទៅបង្ក្រាបចោលរៀបទៀបអស់ដូច្នេះក៏មានចិត្តទោមនស្សរឹតតែខ្លាំងឡើងពីព្រោះគិតថាដែលឲ្យវាទៅបង្ក្រាបទ័ពចោលនោះគឺដើម្បីឲ្យពួកចោលសម្លាប់វាឥឡូវទៅជាវាមានជ័យជំនះវិញឯរោគលោកក្រឡាហោមរត់រឹងតែរើខ្លាំងឡើងលើសដើមពេទ្យមើលពុំជាក៏ទទួលមរណភាពទៅស្រេចជ្រាបទ្រង់ព្រះចិន្តាថានឹងឲ្យឈ្មោះណាធ្វើជាក្រឡាហោមទ្រង់ព្រះចិន្តាទៅឃើញបុរសដែលវាយទ័ពចោលរៀបទៀបនោះឯងមានគុណបំណាច់នឹងរាជការគួរតែឲ្យធ្វើជាក្រឡាហោមបានទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់ឲ្យហៅបុរសនោះមកគាល់ហើយទ្រង់ព្រះមេត្តាប្រោសតាំងឲ្យធ្វើទីក្រឡាហោមតំណាងបិតាក្មេកតទៅ